របៀបនៃការចម្រើនសមាធិនៅពេលណាដែលយើងដាក់ភ្នែនកូនទាំងអស់គ្នាត្រូវចាក់សោចំនួនក្នុងសោទាំង5ហ្នឹងយើងដឹងហើយមានភ្នែកឃើញទេមានច្រមុះមានរសមានក្លិនអញ្ចឹងនៅពេលណាដែលកូនកំពុងស្ថិតនៅក្នុងការបដិបត្តិណាកូនត្រូវដឹងថាច្រមុះរបស់យើងមានផ្លូវចិញ្ចូល2ក្នុងការធ្វើដំណើរទៅរកធម៌ហ្នឹងច្រមុះគឺជាផ្លូវធ្វើដំណើរទៅរកធម៌ណាប្រយ័ត្នឲ្យមែនតើត្រូវបិទទ្វារអាខាងស្ដាំនឹងចេញអស់អារម្មណ៍ចែកចេញជា2ក្លិនណាក្លិនក្រអូបវាទទួលបាននៅខាងឆ្វេងក្លិនអាក្រក់វានៅខាងស្ដាំភ្នែកក៏ដូចគ្នាដែរអញ្ចឹងពេលដែលដាក់តាំងភ្នែនសមាធិកូនទាំងអស់គ្នាត្រូវប្រមូលអារម្មណ៍យកធម្មជាតិបញ្ញាមកកំណត់ដឹងនៅភ្នែកខាងឆ្វេងហើយប្រើភ្នែកខាងឆ្វេងទម្លាក់ចុះមករុនច្រមុះឆ្វេងហ្នឹងដើម្បីតាមដាននៅខ្យល់ណាអសាសៈហ្នឹងគេហៅខ្យល់ចូលឲ្យដឹងថាខ្យល់ចូលហ្នឹងវែងឬក៏ខ្លីអាហ្នឹងគេហៅថាខ្យល់អសាសៈខ្យល់ចូលដល់ពេលចេញគេហៅថាខ្យល់បសាសៈណាប៉ុន្តែយើងកុំប្រើភាសាបាលីហៅថាខ្យល់ចូលខ្យល់ចេញអញ្ចឹងទៅកុំឲ្យពិបាកច្រឡំដូច្នេះដើម្បីកំណត់ដឹងថាពេលដែលកូនទាំងអស់គ្នាកំពុងតែដាក់ភ្នែនសមាធិហ្នឹងឥឡូវហ្នឹងយើងកំពុងតែប្រើធម្មជាតិបញ្ញាហើយមិនមែនប្រើសតិយកមកតាមដានខ្យល់ទេកាលណាយើងយកសតិមកតាមដានខ្យល់សតិហ្នឹងវាគ្រាន់តែជាអសវធម៌មួយដែលកំណត់ការចងចាំនៅរឿងទាំងឡាយគ្រប់រូបភាពទាំងអស់ដែលធ្វើឲ្យយើងនឹងលោតមកឲ្យយើងបានឃើញអារឿងដែលយើងមិនចង់ឃើញក៏វាលោតមកដែរវារំខានដល់ការចម្រើនធម៌សមាធិរបស់យើងមិនអាចរកកសលធម៌ឃើញមិនអាចទទួលបាននូវកសលបុណ្យនោះទេកាលណាយើងប្រើសតិយកមកតាមដានក្នុងការសមាធិហ្នឹងណាដូច្នេះហើយបានជាលោកឲ្យកូនទាំងអស់គ្នាត្រូវយកធម្មជាតិបញ្ញាមកកំណត់នៅផ្នែកខាងឆ្វេងហើយទម្លាក់ចុះមើលមកច្រមុះខាងស្ដាំដកដង្ហើមចូលចេញពេលណាដែលយើងប្រើផ្នែកឆ្វេងធ្វើតាមរបៀបនេះមិនត្រូវបានលុតរូបភាពនៃការចងចាំណាមួយរបស់សតិជំរុញឲ្យយើងរំខានយើងក្នុងការសមាធិនេះទេលុះត្រាតែកូនទាំងអស់គ្នាភ្លេចយកធម្មជាតិបញ្ញារបស់ខ្លួនមកផ្ដោតនៅផ្នែកឆ្វេងទម្លាក់ចុះមកឲ្យផ្នែកស្ដាំមិនបាច់គិតអីទេណាមកអារម្មណ៍ផ្នែកឆ្វេងមើលតែខ្យល់ហ្នឹងទៅគឺអត់មានលុតការចងចាំទេប៉ុន្តែបើកូនទាំងអស់គ្នាយកផ្នែកស្ដាំបូកបញ្ចូលគ្នាមកតាមដាននៅដង្ហើមខ្យល់កូនអត់ឈ្នះពួកសតិទេសតិនឹងជំរុញនៅរូបភាពនៃការចងចាំអតីតកាលអតីតកាលអារឿងមិនចង់ឃើញក៏វាលុតឲ្យមកដែរដែលវាធ្វើឲ្យរំខានក្នុងការចម្រើនសមាធិរបស់ខ្លួនអញ្ចឹងកាលណាកូនយកសតិមកចម្រើនតាមដានដង្ហើមខ្យល់វាជារឿងខុសណាពីព្រោះសមាធិនេះកាលណាការចងចាំរបស់សតិលូតឲ្យយើងបានឃើញនៅរូបភាពណាមួយអានឹងយើងខុសធម៌មួយហើយអ្វីដែលយើងឃើញនោះវាជាធម្មពលអាក្រក់មួយដែលទៅប្រមូលផ្ដុំតិចម្ដងរបស់អ្នកសមាធិទាំងឡាយយ៉ាសម្រាប់រឿងក្បួនគេដទៃទៀតលោកឪមិនដឹងទេគេធ្វើតាមក្បួនអីរឿងរបស់គេទៅប៉ុន្តែក្បួនរបស់យើងនៅក្នុងគម្ពីរទេវកថារបស់សាសនាព្រហ្មញ្ញគេបញ្ជាក់ច្បាស់ណាស់បញ្ញាប្រើបែបណាមានតួនាទីធ្វើអីសតិមានតួនាទីធ្វើអីណាអញ្ចឹងទេកូនទាំងអស់គ្នាសាកល្បងធ្វើតាមលោកឪទៅហើយងាយនឹងកើតខ្យល់ល្អិតហ្នឹងហើយកាលណាដឹងដល់ខ្យល់កើតដល់ខ្យល់ល្អិតហើយមានន័យថាធម្មជាតិរបស់យើងកំពុងទទួលបាននៅពន្លឺការពិតមួយធម៌នៅក្នុងខ្លួនយើងទេអត់មាននៅទីណាទេហើយវាមានស្រេចតែម្ដង
vì mình rất đầy cha phương miền an nụ phiếp à chạ rồi dạ sạchในក្នុងខ្លួនយើងរួចគ្រប់គ្នាគ្រាន់ថាយើងពេលហ្នឹងយើងចម្រើនដាស់ធម្មជាតិរបស់ធម៌ហ្នឹងដែលនៅក្នុងខ្លួនហ្នឹងដោយរបៀបណាយើងដឹងវិធីដាស់ដោយរបៀបណារបៀបធ្វើអាណាបាប្រានវិបស្សនាញាណធ្វើបែបណាអីបែបណាលោកអើនឹងធ្វើការចែករំលែកម្ដងបន្តិចម្ដងតិចដើម្បីឲ្យកូនទាំងអស់គ្នាកំពុងបដិបត្តិហ្នឹងបានយល់ច្បាស់ពីព្រោះការសមាធិនេះកាលណាបើសិនជាកូនទាំងអស់គ្នាមិនបានយល់ដឹងអំពីចំណុចខ្លះៗហើយកូនចេះតែដាក់ភ្នែនសមាធិទាំងបណ្ដែតបណ្ដាយឲ្យអសវធម៌សតិជំរុញការចងចាំឃើញរូបភាពនេះឃើញរឿងនោះឃើញមិនចេះអស់មិនចេះហើយខំអត់ធ្មត់យ៉ាងណាបានតាមមួយផ្លេតក៏លោតមកទៀតឃើញទេអ្វីដែលយើងឃើញជាញឹកញាប់នោះហើយវាជាធម្មពលអាក្រក់មួយដែលយើងសន្សំវាទុកយូរអានឹងចាដាក់បែកធေါ်ថ្ងៃខាងមុខបែកធေါ်ប្រយ័ត្នតិចណាកូនទាំងអស់គ្នា